បងលើកឡើងមុនហ្នឹងមានបញ្ហាប្រឈមច្រើនដែរហើយសិតតែជាបញ្ហាធំទៀតតើមានកត្តាអីគេខ្លះដែលជំរុញឲ្យបងបន្តធ្វើការជាមួយនឹង Orkin ជិតមួយទសវត្សរ៍នេះហ៎បង ពិតទៅបងមានគំនិតចង់ចុះពី Orkin ដែរតែដោយសារកត្តាធំ3តែបងបានលើកឡើងពីដំបូងអញ្ចឹងណាចាបងតែបន្ទាប់មកដោយមានការផ្ដល់យោបល់ពីល្អដូចជាដល់គំនិតល្អណែនាំពីថ្នាក់ដឹកនាំមកហើយបងគិតថាគេធ្វើការបានហើយហេតុអីបើខ្ញុំធ្វើការអត់ចឹងក៏មានគំនិតទាំងមួយហើយយើងតាំងចិត្តហើយព្យាយាមទៅមុខបន្តទៀតរហូតដល់មកសពថ្ងៃទៅជំរាបសួរអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់កម្មវិធី Orkin Inside Podcast អេពីសូតទី7នាងខ្ញុំស៊ីណាគឺជាអ្នកសម្របសម្រួលនៅក្នុងកម្មវិធីសម្រាប់ថ្ងៃនេះដែរយើងមានវេក្មិនពិសេសម្នាក់ដែលជាបុគ្គលិកក្រុមហ៊ុន Orkin ផ្ទាល់តែម្ដងដែលគាត់នឹងចូលរួមចែករំលែកអំពីបទពិសោធន៍របស់គាត់នៅក្នុងប្រធានបទថាតើហេតុអ្វីគាត់ជ្រើសធ្វើការនៅក្នុងក្រុមហ៊ុន Orkin រយៈពេលយូររហូតដល់បច្ចុប្បន្នដូច្នេះកុំឲ្យខាត់ពេលយូរយើងទៅជួបគាត់ទាំងអស់គ្នាជំរាបសួរបងបាទជំរាបសួរអូនចាបងមួយរយៈនេះសុខសប្បាយអត់បងបងសុខសប្បាយធម្មតាចុះអូនសុខសប្បាយអីខ្ញុំក៏សុខសប្បាយដូចគ្នាដែរបងតែមួយរយៈនេះរៀងរវល់ការងារច្រើនតិចហើយខ្ញុំទៅរកបងអត់សូវឃើញនៅកន្លែងទេបងចេញក្រៅច្រើនមែនមួយរយៈនេះបងជាប់ចុះទៅជួយមើលការងារនៅខាងក្រៅតាមផ្សាយអូខេបងចាបងអញ្ចឹងប្រធានបទរបស់យើងថ្ងៃនេះមុននឹងឈានដល់ការស៊ីជម្រៅខ្ញុំចង់ឲ្យបងជួយណែនាំខ្លួនបងទៅកាន់ទស្សនិកជនយើងតិចបានទេបងជំរាបសួរបងប្អូនអរគ្នាខ្ញុំបាទឈ្មោះព្រំអេក្រាបច្ចុប្បន្នខ្ញុំមានតួនាទីជា GP Assistant Swing Manager នៅខាងក្រុមហ៊ុន Orkin ខ្ញុំធ្វើការមួយ Orkin ជាង8ឆ្នាំហើយវ៉ាវបងរយៈពេលជាង8ឆ្នាំជិតមកទសវត្សរ៍ទេនេះបងចុះបងចូលនៅក្នុង Orkin ដំបូងបងធ្វើការតំណែងអីគេដែរនៅពេលដែលខ្ញុំចូលរួមនៅ Orkin ដំបូងខ្ញុំមានតំណែងជាអ្នកបច្ចេកទេសដែលយើងហៅថា Technician ណាចាបងអូខេសម្រាប់ដំបូងខ្ញុំធ្វើការដំបូងហ្នឹងគឺខ្ញុំអត់ដឹងថាអីគេ Technician ទេដល់ពេលដែលខ្ញុំបានចូលរួមមក Orkin មកទើបដឹងថា Technician មុននឹងចុះដល់សេវាកម្មជូនអតិថិជនគឺយើងត្រូវការមានវគ្គបណ្ដុះបណ្ដាលពីអ្នកជំនាញដែលមានវិជ្ជាជីវៈដើម្បី trend របស់យើងមុននឹងចុះទៅដល់សេវាកម្មជូនអតិថិជនដើម្បីឲ្យយើងស្វែងយល់ពីបច្ចេកទេសក៏ដូចជាបញ្ហាសត្វល្អិតនីមួយៗឲ្យបានស៊ីជម្រៅមុននឹងចូលដល់សេវាកម្មជូនអតិថិជនឲ្យបានល្អប្រសើរអញ្ចឹងណាចាបងចាអូខេបងរយៈពេល8ឆ្នាំមកនេះវារៀងយូរដែរហើយបងចូលមកដំបូងគឺជាអ្នកបច្ចេកទេសកម្ចាត់សត្វល្អិតធម្មតាហើយឥឡូវបងមានតួនាទីជា GP Assistant Service Manager ខ្ញុំគិតថាកម្រិតរវាងពីរហ្នឹងវាខុសគ្នាច្រើនដែរអញ្ចឹងណាអញ្ចឹងបងមានបញ្ហាអីគេខ្លះហើយដែរក្នុងអំឡុងរយៈពេល8ឆ្នាំមកហ្នឹងណាតើតើនឹងបងបញ្ហាដែលប្រឈមខ្លាំងជាងគេរយៈពេលជាង8ឆ្នាំមកនេះគឺមាន3ធំដែលបងជួបផ្ទះជាពិសេសនៅពេលដែលបងទទួលតំណែងដំបូងជា supervisor នៅពេលដែលបងទទួលតំណែងដំបូងគឺវាមានសម្ពាធព្រោះសារពីមុនបងធ្លាប់ធ្វើការជាអ្នកបច្ចេកទេសយើងទទួលខុសត្រូវតែការងាររបស់យើងឯងយើងបានទទួលខុសត្រូវលើការងារ team ផ្សេងៗទៀតទេចាបងជួបប្រទះបញ្ហា3ធំទី1គឺការដឹកនាំក្រុមការងារចាបងព្រោះដោយសារក្រុមការងារគាត់មានច្រើនអញ្ចឹងនៅពេលណាដែលយើងរៀបចំក្នុងការដឹកនាំរបស់គាត់វាពិបាកក្នុងការឲ្យគាត់រួមការងារជាគោលដៅទៅមួយក្នុងការទៅមុខក្នុងការផ្ដល់សេវាកម្មជូនអតិថិជនឲ្យល្អប្រសើរទៅតាមអ្វីដែលក្រុមហ៊ុនចង់បានអញ្ចឹងណាចាបងបាទហ្នឹងហើយទី2តកតទៅនឹងការផ្ទេរចំណេះដឹងពីយើងទៅកាន់ពួកគាត់កូនចៅរបស់ព្រោះសារយើងជាថ្នាក់ដឹកនាំរបស់គាត់ហើយយើងឃើញគាត់នៅមានចំណុចខ្វះខាតផ្សេងៗទាំងបច្ចេកទេសទាំងការងារក្នុងការទំនាក់ទំនងមួយអតិថិជនគឺយើងចង់ផ្ទេរចំណេះដឹងទាំងអស់នេះដើម្បីឲ្យគាត់មានចំណេះជំនាញទាំងអស់ហ្នឹងឲ្យកាន់តែល្អប្រសើរក្នុងការអភិវឌ្ឍខ្លួនឯងក៏ដូចជាចុះទៅដល់សេវាកម្មឲ្យបានល្អប្រសើរជូនអតិថិជនបន្ថែមទៀតដែរអញ្ចឹងណាចាបងចាតកតងនឹងចំណុចទី3គឺការទំនាក់ទំនងដំបូងសម្រាប់បងគឺការទំនាក់ទំនងវាពិបាកមែនទែនដោយសារបងអត់សូវចេះនិយាយដំបូងបងប៉ុន្តែនៅពេលនោះគឺវាលំបាកមែនព្រោះដោយសារយើងត្រូវការទី1យើងទំនាក់ទំនងជាមួយនឹងក្រុមការងារនៅក្នុងក្រុមរបស់យើងដើម្បីឲ្យការងារវាល្អប្រសើរទៅមុខទៀតទី2យើងត្រូវការនាំពាក្យដែលអស់ហ្នឹងការងារទាំងអស់ហ្នឹងទៅកាន់ថ្នាក់លើយើងដើម្បីឲ្យការងារយើងទៅមុខកាន់តែល្អប្រសើរអញ្ចឹងណា
ហ្នឹងហើយហើយមួយទៀតយើងប្រឈមមុខនឹងការទំនាក់ទំនងពីផ្នែកនីមួយៗផ្សេងៗគ្នាព្រោះដោយសារយើងមានផ្នែកផ្សេងៗជាគ្នានៅច្រើនក្នុងនៅក្នុងក្រុម internal ហ៊ុនហ្នឹងហ្នឹងហើយបង ហើយដើម្បី internal របស់ការយើងទំនាក់ទំនងឲ្យវាល្អប្រសើរនៅក្នុងក្រុមហ៊ុនរបស់យើងឲ្យបានល្អប្រសើរអញ្ចឹងណាតែអ្វីដែលប្រឈមជាងគេគឺការទំនាក់ទំនងមួយអតិថិជនព្រោះពេលហ្នឹងបងយ៉ាងអៀនអត់សូវចេះនិចាយាយច្រើនទេអូអឺខេពេលដែលទៅជួបអតិថិជនទៅជាមួយអឺអ្នកដឹកនាំដែលគាត់ចុះទៅ trend របស់យើងផ្ទាល់ហ្នឹងគឺយើងយ៉ាងអៀនយើងអត់សូវចេះនិយាយហើយភ័យចាពេលហ្នឹងភ័យអត់ដឹងថាត្រូវការនិយាយពីពាក្យបច្ចេកទេសធ្វើម៉េចក្នុងការនិយាយធ្វើម៉េចឲ្យកាន់អតិថិជនដើម្បីពន្យល់ពីសត្វល្អិតឲ្យកាន់តែល្អប្រសើរអញ្ចឹងណាចាបង នៅពេលហ្នឹងគឺវាជាផលលំបាកខ្លាំងមែនទែនសម្រាប់បងណាចាហើយអតិថិជនរបស់យើងក៏គាត់មានច្រើនដែរអញ្ចឹងណាមិនថាតាមគេហដ្ឋានតាមរោងចក្រតាមសន្តាគារអីផ្សេងៗអីអញ្ចឹងមានច្រើនប្រភេទអញ្ចឹងខ្ញុំគិតថាការទំនាក់ទំនងហ្នឹងវាពិតជាពិបាកព្រោះអីយើងត្រូវបត់បែនពីមួយអតិថិជនទៅមួយអតិថិជនយើងមិនអាចយកវិធីសាស្ត្រក្នុងការទំនាក់ទំនងរបស់យើងមួយទៅប្រើគ្រប់អតិថិជនទាំងអស់ទេបាទហ្នឹងហើយព្រោះដោយសារអតិថិជនពីអតិថិជនមួយទៅអតិថិជនមួយគឺគាត់មានផ្នត់គំនិតផ្សេងៗគ្នាអញ្ចឹងយើងចាបងជួបប្រទះផលលំបាកផ្សេងៗគ្នាជាច្រើននៅតាមអឺការផ្ដល់សេវាកម្មជូនអតិថិជននៅខាងក្រៅអញ្ចឹងណា ចាបងចាបងបើស្ដាប់បងលើកឡើងមុនហ្នឹងណាមានបញ្ហាប្រឈមច្រើនដែរហើយសុទ្ធតែជាបញ្ហាធំៗទៀតតើមានកត្តាអីគេខ្លះដែលជំរុញឲ្យបងបន្តធ្វើការជាមួយនឹង Orkin ជិតមួយទសវត្សរ៍នេះហ៎បងđấyអូនសម្រាប់បងការពិតទៅបងមានគំនិតចង់ឈប់ធ្លាប់មានគំនិតចង់ឈប់ពី Orkin ដែរតែដោយសារកត្តាធំៗ3ដែលបងបានលើកឡើងពីដំបូងអញ្ចឹងណាចាបងតែបន្ទាប់មកដោយមានការផ្ដល់យោបល់ពីល្អៗដូចជាផ្ដល់គំនិតល្អៗណែនាំពីថ្នាក់ដឹកនាំមកអឺហើយបងគិតថាអូគេធ្វើការបានហើយហេតុអីបើខ្ញុំធ្វើការអត់កើតអញ្ចឹងក៏មានគំនិតទាំងមួយហើយយើងតាំងចិត្តហើយព្យាយាមទៅមុខបន្តទៀតរហូតដល់មកសព្វថ្ងៃអញ្ចឹងទៅបងក្រៅពីការលើកទឹកចិត្តពីថ្នាក់លើនិងការផ្ដល់មតិយោបល់ល្អៗផ្សេងៗហ្នឹងណាតើក្រុមហ៊ុនមានជួយអីគេខ្លះហើយដើម្បីជំរុញក៏ដូចជា support បងនៅក្នុងអាជីពការងាររបស់បងហ៎បងបាទនេះអរគុណសម្រាប់សំណួរបងគិតថាក្រុមហ៊ុនក្រៅពីផ្ដល់ការណែនាំក៏លើកទឹកចិត្តដល់បងក្រុមហ៊ុនក៏បានផ្ដល់ជាវគ្គបណ្ដុះបណ្ដាលមិនមែនទៅជាមួយបងទេគឺជាមួយបុគ្គលិកទូទៅទាំងអស់គ្រប់ផ្នែកទាំងអស់គឺក្រុមហ៊ុនបានផ្ដល់ស្មើៗគ្នាអឺបងលើកឧទាហរណ៍ដូចជាចំណុច3ចំណុចខ្លីៗទី1តកតូននឹងភាសាក្រុមហ៊ុនបានផ្ដល់ការបណ្ដុះការបណ្ដាលបណ្ដុះបណ្ដាលទៅលើភាសាអង់គ្លេសក៏ដូចជាភាសាចិនគាត់បានអញ្ជើញគ្រូដែលមានជំនាញច្បាស់លាស់ក្នុងការបណ្ដុះបណ្ដាលមកបំប៉នបុគ្គលិកយើងដើម្បីឲ្យមានចំណេះដឹងបន្ថែមទៀតទៅលើភាសាជាពិសេសគឺភាសាអង់គ្លេសដែលយើងត្រូវការចាំបាច់ក្នុងការប្រើប្រាស់ប្រចាំថ្ងៃរបស់យើងគប់ផ្សំជាមួយនឹងភាសាខ្មែរដែលយើងប្រើប្រាស់ជាក់ស្ដែងបច្ចុប្បន្នហ្នឹងអឺមួយទៀតតកតូនទៅនឹងវគ្គបណ្ដុះបណ្ដាលទៅលើអ្នកបច្ចេកទេសទៅលើ Orkin Pro ព្រោះដោយសារ Orkin Pro ហ្នឹងគឺយើងមានវគ្គបណ្ដុះបណ្ដាលទៅលើអ្នកបច្ចេកទេសបន្ថែមអឺជូនគាត់ទៀតជាប្រចាំឆ្នាំដើម្បីឲ្យគាត់មានទទួលបានចំណេះដឹងកាន់តែល្អប្រសើរនៅក្នុងអាជីពការងាររបស់គាត់ក៏ដូចជាគាត់មានចំណេះដឹងហ្នឹងទៅចុះទៅផ្ដល់សេវាកម្មឲ្យកាន់តែល្អប្រសើរជាមួយនឹងអតិថិជនបន្ថែមទៀតដែរតកតងនឹងចំណុចមួយទៀតគឺតកតងនឹងក្រុមហ៊ុនក៏បានផ្ដល់ការលើកទឹកចិត្តយើងនៅក្នុងការ training នៅក្នុងភាពជាអ្នកដឹកនាំព្រោះដោយសារអឺបងឥឡូវគឺជាថ្នាក់ដឹកនាំមួយផ្នែកអីចឹងគឺក្រុមហ៊ុនបានផ្ដល់នៅខាងក្នុងទៅលើការដឹកនាំបណ្ដុះបណ្ដាលទៅលើ leadership skill ក៏ដូចជាទំនាក់ទំនងបន្ថែមទៀតអឺបន្ទាប់ពីហ្នឹងហើយក្រុមហ៊ុនមិនត្រឹមតែបណ្ដុះបណ្ដាលនៅក្នុងក្រុមហ៊ុនទេគាត់បានចំណាយលុយក្នុងការបញ្ជូនយើងទៅបណ្ដុះបណ្ដាលនៅខាងក្រៅជាមួយនឹងក្រសួងក៏ដូចជាស្ថាប័នផ្សេងៗដើម្បីឲ្យយើងមានការរីកចម្រើនលូតលាស់ទៅក្នុងអាជីពការងាររបស់យើងឲ្យកាន់តែល្អប្រសើរទៀតនៅក្នុងការដឹកនាំបុគ្គលិកក៏ដូចជាដឹកនាំអាជីពការងាររបស់យើងឲ្យកាន់តែល្អប្រសើរទៅមុខបន្ថែមទៀតចាហ្នឹងហើយបងបើនិយាយពីការបណ្ដុះបណ្ដាលនៅខាងក្រុមហ៊ុន Orkin របស់យើងវិញណាខ្ញុំគិតថាគឺល្អខ្លាំងមែនទែនការបណ្ដុះបណ្ដាលគឺផ្ដោតទាំងជំនាញរឹងហើយនិងជំនាញទន់ហើយជាក់ស្ដែងខ្ញុំគឺជាបុគ្គលិកមួយរូបដែលទទួលបានការបណ្ដុះបណ្ដាលដែលផ្ដល់ដោយក្រុមហ៊ុនហ្នឹងណាដែលការបណ្ដុះបណ្ដាលហ្នឹងវាអាចជួយសម្រួលដល់ការងារប្រចាំថ្ងៃរបស់យើងបានច្រើនមែនទែនណាបងចាអញ្ចឹង
ត្រឡប់មកវិញបងគិតថាក្រុមហ៊ុន Orkin របស់យើងáណាតើមានចំណុចអីគេខ្លះហើយដែលខុសពីក្រុមហ៊ុនផ្សេងហ៎បង? បាទអរគុណសម្រាប់សំណួរដ៏ល្អហ្នឹងហើយសម្រាប់បងគិតថាក្រុមហ៊ុន Orkin គឺខុសពីគេទៅលើ3ចំណុចធំៗចំណុចទី1ទាក់ទងទៅនឹងការបច្ចេកទេសមានន័យថាសម្រាប់បុគ្គលិកថ្មីៗដែលគាត់ចូលរួមជាមួយនឹងក្រុមហ៊ុនគឺយើងមានវគ្គបណ្ដុះបណ្ដាលថ្មីៗគឺចាថាវគ្គបណ្ដុះបណ្ដាលទៅលើបច្ចេកទេសក៏ទៅលើដូចជាចំណេះជំនាញចំណេះជទៅម្នាញតាមទៅលើបច្ចេកទេស portion របស់សត្វរបស់គាត់មួយៗដើម្បីឲ្យគាត់មានជំនាញទៅលើក្នុងការស្វែងយល់ពីអត្តចរិតរបស់សត្វមួយៗដើម្បីងាយស្រួលពេលដែលគាត់ចុះទៅផ្ដល់សេវាកម្មជូនអតិថិជនគឺយើងដឹងពីចរិតលក្ខណៈរបស់សត្វមួយៗយើងងាយស្រួលក្នុងការគ្រប់គ្រងដោះស្រាយបញ្ហាទាំងអស់ហ្នឹងជូនអតិថិជនរបស់យើងហ្នឹងហើយចំណុចទី2ទាក់ទងទៅនឹងការផ្ដល់ពានរង្វាន់ប្រចាំឆ្នាំរបស់ក្រុមហ៊ុនការផ្ដល់ពានរង្វាន់របស់ក្រុមហ៊ុនគឺមានប្រចាំឆ្នាំហ្នឹងគឺមានច្រើនតែបងសូមលើកឡើងពីចំណុច2-3ចំណុចទៅទាក់ទងនឹងទី1គឺក្រុមហ៊ុនបានផ្ដល់ជាការលើកទឹកចិត្តជូនបុគ្គលិកដែលគាត់មកធ្វើការទៀងទាត់ប្រចាំថ្ងៃហ្នឹងដែលទៀងទាត់ចាពេលវេលាគឺគាត់ផ្ដល់ជាប្រាក់លើកទឹកចិត្តបន្ថែមទៅដល់បុគ្គលិករបស់យើងហ្នឹងចាអូខេអបងទី2គឺគាត់បានផ្ដល់ការលើកទឹកចិត្តទៅកាន់បុគ្គលិកឆ្នើមដែលគាត់បានផ្ដល់សេវាកម្មជូនអតិថិជនដែលល្អបំផុតប្រចាំឆ្នាំហឹមជូនអតិថិជនរបស់យើងដែលទាំងបច្ចេកទេសទាំងការដោះស្រាយបញ្ហាមួយភ្ញៀវគឺមានបញ្ហាតិចតួចបំផុតជាងគេល្អបំផុតជាងគេប្រចាំឆ្នាំអញ្ចឹងណាចាចាអចំណុចទី3គឺបងចង់លើកឡើងពីវប្បធម៌នៃការងារនៅក្នុងក្រុមហ៊ុន Orkin ណាទាក់ទងនឹងវប្បធម៌នៅក្នុងក្រុមហ៊ុន Orkin បងឃើញថាល្អមែនទែនព្រោះសារបងចេញទៅក្រៅជួបជាមួយនឹងខាងក្រៅជាមួយនឹងក្រុមហ៊ុនផ្សេងៗច្រើនបងសង្កេតឃើញចំណុចហ្នឹងគឺយើងមានកត្តាពីរចំណុចធំៗដែលធ្វើឲ្យបងអឺមានអារម្មណ៍ថា Orkin គឺមានវប្បធម៌ការងារខុសពីគេទី1ទាក់ទងនឹងការទំនាក់ទំនងជាមួយនឹងថ្នាក់ដឹកនាំមួយៗគឺគាត់អត់មានការប្រកាន់អីគ្រាន់តែការនិយាយស្ដីគឺគាត់ឲ្យតម្លៃទៅយើងនៅក្នុងការទំនាក់ទំនងទៅវិញគ្នាទៅវិញទៅមកអញ្ចឹងណាមិនថាបុគ្គលិកថ្នាក់កណ្ដាលបុគ្គលិកថ្នាក់ជាន់ខ្ពស់គឺគាត់តែងតែរុះរាយទាក់គ្នាទៅវិញទៅមកនៅពេលដែលឃើញអញ្ចឹងគាត់សួស្ដី Hello សុខសប្បាយគ្នាទៅវិញទៅមកអញ្ចឹងអ្វីមួយទៀតគឺវប្បធម៌ការងារដែលយើងបង្កើតមកគឺ Friday Talk មានន័យថាយើងបង្កើតវប្បធម៌ការងារហ្នឹងមកដើម្បីឲ្យផ្នែកទីមួយៗនៅក្នុងក្រុមហ៊ុនគាត់មានពេលទៅចែករំលែកបទពិសោធន៍ការងារទៅវិញទៅមកនិងលើកយកពីចំណុចដែលគាត់ខ្វះខាតក្នុងការជជែកដោះស្រាយចំពោះមុខគ្នាទៅវិញទៅមកដើម្បីកុំឲ្យតែមានវប្បធម៌យើងនៅនិយាយមុខផ្សេងនៅនិយាយខាងក្រោយផ្សេងអញ្ចឹងណាចាបងចាអញ្ចឹងមានន័យថាគាត់ជជែកការងារពីអ្វីដែលគាត់មានជួបប្រទះហើយយើងជជែកដោះស្រាយចំពោះគ្នាទៅវិញទៅមកចាដើម្បីឲ្យចាគ្រប់គ្នាបានចែករំលែកបទពិសោធន៍ហ្នឹងហើយថ្ងៃក្រោយទៅយើងមានបទពិសោធន៍ហ្នឹងយើងធ្វើការមួយគ្នាដោយមានការទំនាក់ទំនងល្អយើងឲ្យក្រុមហ៊ុនកាន់តែប្រសើររីកចម្រើនទៅមុខបន្ថែមទៀតអញ្ចឹងណាចាបងខ្ញុំគាំទ្រទៅលើFriday Morning Talk គឺជាការជជែកមួយដ៏ល្អខ្លាំងមែនទែននៅពេលដែលពួកគាត់ជួបគ្នាញឹកញាប់មានការផ្ដល់មតិយោបល់ក៏ដូចជាដោះស្រាយបញ្ហាជាមួយនឹងគ្នាច្រើនធ្វើឲ្យអាទំនាក់ទំនងរបស់ពួកគាត់ហ្នឹងគឺស្អិតរមួតជាងមុនអញ្ចឹងនៅកាលណាពួកគាត់មានទំនាក់ទំនងល្អជាមួយគ្នាខ្លាំងជាងមុនហើយខ្ញុំជឿថាការងារក៏អត់សូវជាមានការរាំងស្ទះច្រើនដែរហើយការដោះស្រាយបញ្ហាក៏មានការរហ័សជាងមុនដែរអញ្ចឹងណាបងបាទហ្នឹងហើយព្រោះដោយសារពីមុនមកយើងឃើញថាយើងអត់សូវបានទំនាក់ទំនងគ្នាទេយើងតែងចាតែតាក់ទងតាមទូរស័ផ្ញើព្ទសារចាឬក៏ផ្ញើសារគ្នាទៅវិញទៅមកអញ្ចឹងធ្វើឲ្យការទំនាក់ទំនងហ្នឹងវាមានចន្លោះ gap ណាមួយនៅពេលចាដែលយើងចង់បានអីមួយយកបានតែជ័យគ្នាទល់មុខគ្នាវាធ្វើឲ្យមានចន្លោះខ្វះខាតអីវាធ្វើឲ្យអ្នកមានខាតការយល់យច្រឡំល់ច្រឡំគ្នាទៅវិញទៅមកនៅចំណុចខ្លះយើងអាចបានដោះស្រាយការងារហ្នឹងទាន់ពេលវេលាទេពេលខ្លះធ្វើឲ្យ delay ការងារហ្នឹងបន្ថែមទៀតអញ្ចឹងណាចាបងចាបងយើងដូចជាជជែកគ្នាមកសន្ទុះធំដែរនេះបងអញ្ចឹងខ្ញុំមានសំណួរចុងក្រោយទៅកាន់បងមួយទៀតបងមានសារអីចង់ចែកម្លែកទៅកាន់ទស្សនិកជនឬក៏បេក្ខជនដែលគាត់ចង់ដាក់ពាក្យមកធ្វើការនៅ Orkin យើងឯងបងបាទហ្នឹងហើយពីបងទៅបងមានសារខ្លះៗចែកម្លែកទៅកាន់ទស្សនិកជនក៏ដូចជាទៅកាន់បងប្អូនដែលគាត់មានបំណងដាក់ពាក្យមកធ្វើការនៅខាងក្រុមហ៊ុន Orkin Orkin ចាមាន3ធំៗទី1Orkin ជាក្រុមហ៊ុនដែលមានវប្បធម៌ការងារល្អនិងគោរពទៅតាមគោលការណ៍របស់ក្រសួងការងារ
ទី2 Orkin ជាក្រុមហ៊ុនដែលមានស្តង់ដារដែលមានប្រេឆាយពីសហរដ្ឋអាមេរិកទី3Orkin ជាក្រុមហ៊ុនដែលមានភាពរីកចម្រើននិងមានស្ថិរភាពនៅក្នុងការងារល្អ ចាហ្នឹងហើយដូចដែលបងមករាគាត់បានលើកឡើងមុនហ្នឹងអញ្ចឹងណាវាសុទ្ធតែជាកត្តាដែលល្អៗអញ្ចឹងសម្រាប់បងប្អូនដែលកំពុងតែស្ទាក់ស្ទើរនៅក្នុងការដាក់ពាក្យមកធ្វើការនៅក្រុមហ៊ុន Orkin ណាអាចពិចារណាទៅលើចំណុចទាំងអស់ហ្នឹងបានមុននឹងដាក់ពាក្យមកធ្វើការចាអរគុណច្រើនបងសម្រាប់ការចែកម្លែករបស់បងនៅក្នុងថ្ងៃនេះអញ្ចឹងបងប្អូនទាំងអស់គ្នាបើសិនជាចង់ដាក់ពាក្យធ្វើការនៅក្រុមហ៊ុន Orkin អាចចូលទៅ check មើលព័ត៌មាននៅក្នុង Facebook page ដែលមានឈ្មោះថាចតុមុខ Service Career បើសិនមានចម្ងល់បងប្អូនអាចតម្លាក់នៅក្នុង comment បានអញ្ចឹងសញ្ញាកម្មវិធីរបស់យើងនៅក្នុងថ្ងៃនេះក៏ឈានមកដល់ទីបញ្ចប់ហើយអញ្ចឹងជួបគ្នានៅអេពីសូតក្រោយសូមអរគុណសូមជម្រាបលា